ការមូលបង្កាច់បែបនេះធ្វើឲ្យប្រជាជនខ្មែរមិនឲ្យតម្លៃហើយយកចិត្តទុកដាក់ទៅលើធម្មនុញ្ញសហប្រជាជាតិទេទើបតែឥឡូវទេរត់រកគេជួយនោះក្តែងប្រាប់ប្រជាជនខ្លួនឯងថាពិភពលោកធ្វើកំហុសមានតែហ៊ុនសែនទេជាអ្នកស្រោចស្រង់ពិភពលោកធ្វើកំហុសដល់កម្ពុជាហើយហ៊ុនសែនតែនិយាយថាកុំធ្វើកំហុសជាមួយកម្ពុជាដោយអង្គការសហប្រជាជាតិទុកអាសនៈឲ្យខ្មែរក្រហមការមូលបង្កាច់នេះធ្វើឲ្យកូនខ្មែរសម័យក្រោយស៊ីជោអួតហើយនឹង fake យល់ខុសថាអង្គការសហប្រជាជាតិនិងពិភពលោកបានធ្វើកំហុសមួយឲ្យកម្ពុជាដោយទុកអាសនៈសហប្រជាជាតិឲ្យខ្មែរក្រហមអង្គុយហើយហ៊ុនសែនឲ្យកូនខ្មែរជំនាន់ក្រោយបំភ្លេចការឈ្លានពានរបស់យួនហើយក៏យកការឈ្លានពានរបស់យួនហ្នឹងមកឲ្យកូនខ្មែរហ្នឹងទទួលស្គាល់ថាជាគុណបំណាច់នៃការស្រោចស្រង់ជីវិតស្នាដៃរបស់ហ៊ុនសែនឲ្យជីវិតហ៊ុនសែនឲ្យសន្តិភាពការមូលបង្កាច់អស់នេះហើយឥឡូវទៅងកដល់ងករត់ហៅគេជួយបែរទៅនិយាយថាខ្លួននឹងគោរពច្បាប់អន្តរជាតិមិនដែលគោរពទេសេចក្តីរាយការណ៍របស់សហប្រជាជាតិគឺតែងតែថាសហប្រជាជាតិនឹងវាអត់ fair ជាមួយកម្ពុជារបាយការណ៍ធនាគារពិភពលោកបើគេនិយាយស្អីក៏ប្រកែកគេដែររបាយការណ៍ The IMF របាយការណ៍ The ADP របាយការណ៍សហភាពអឺរ៉ុបគឺមិនដែលយកកកូតទៅស្ដាប់គេទេកុំថាទៅជាសិតតែគេរស់រឿងកម្ពុជាទាំងអស់ដល់ពេលគេវាយមូណូបបានរត់ទៅរកគេហើយមកនិយាយថាខ្លួនគោរពច្បាប់អន្តរជាតិត្រង់នេះជាបាបកម្មយើងបានផលបងប្អូនសន្តិភាពវាកើតឡើងដោយការជ្រុំជ្រែងពីសហគមន៍អន្តរជាតិបើវាគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីទេវាអត់មានសន្តិភាពហ៊ុនសែនឯណាធ្វើកើតទេបើគ្មានជំនួយអន្តរជាតិពីឆ្នាំ1991មកហើយរៀងរាល់ឆ្នាំបើគិតជាមធ្យម$1000 លានវាគ្មានការអភិវឌ្ឍទេការអភិវឌ្ឍការស្ដារការជួសជុលផ្លូវថ្នល់ហេដ្ឋារចនាសម្ព័ន្ធធ្វើឡើងដោយជំនួយសហគមន៍អន្តរជាតិតាមរយៈអាណត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីឯកសារដែលតាក់ទងអំពីការស្ដារឡើងវិញនៃប្រទេសកម្ពុជាវាមិនមែនស្នាដៃហ៊ុនសែនទេតែហ៊ុនសែនទេអ្នកបំភ្លេចចោលហើយយកអារឿងហ្នឹងមកបំពាក់ឲ្យកូនខ្មែរជឿថាសន្តិភាពគាត់ជាអ្នកឲ្យណាហើយមកបំពាក់ឡើងវិញថាសេចក្តីការអភិវឌ្ឍទាំងអស់គឺគាត់ជាអ្នកឲ្យតែគាត់ទៅខ្ចីលុយគេយកមកបំផ្លាញហើយគាត់បំភ្លេចចោលនៅណាករណីទីគុណនិងសេចក្តីថ្លៃថ្នូររបស់អន្តរជាតិដែលគេជួយមកណាមិនមែនឲ្យអរគុណគេទេប៉ុន្តែមិនមែនឲ្យនិយាយថាគេអាក្រក់ទេហើយបើវាគ្មានអង្គការសហប្រជាជាតិទេកូនក្មួយទាំងអស់ក៏មិនឃើញពន្លឺសប្ងៃដែរតែរាល់ពេលចាប់ក្បាលម៉ៃក្រូហ្វូនគឺតែងតែនិយាយមូលបង្កាច់ថាអន្តរជាតិដែលមានអង្គការសហប្រជាជាតិបានធ្វើនៅកំហុសមួយដែលឲ្យអាសនៈកម្ពុជាទៅខ្មែរក្រហមអ្នកនិយាយនឹងខ្មែរក្រហមហើយអ្នកនិយាយនឹងត្រូវបានលើកបន្ទប់ដោយយួនហើយហៅថាអង្គការបកកុម្មុយនីសអ្នកនិយាយនឹងហើយដែលមកដណ្ដើមអាសនៈអង្គការសហប្រជាជាតិដែលយួនដឹកមកដណ្ដើមអង្គការអាសនៈអង្គការសហប្រជាជាតិនៅក្នុងខែមករាឆ្នាំ1979ហើយអង្គការសហប្រជាជាតិមិនអាចនឹងផ្ដល់ឲ្យបានពីព្រោះសមាជិកប្រទេសបោះឆ្នោតសម្រាប់ចាត់ថាយួនឈ្លានពានកម្ពុជាអ្នកដែលចាប់ក្បាលម៉ៃក្រូហ្វូននិយាយនឹងហើយគឺជាខ្មែរក្រហមហើយអ្នកនឹងហើយដែលយួនដឹកមកទាមទារអាសនៈអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិមិនមែនមិនដឹងរបបខ្មែរក្រហមទេមិនមែនមិនដឹងអំពើឃោរឃៅទេក៏ប៉ុន្តែអង្គការសហប្រជាជាតិមាន criteria មានបែបបទនៃច្បាប់អន្តរជាតិអញ្ចឹងហើយបានឆ្នាំ1982ណានឹងហើយបានជាឆ្នាំ1982គេប្រកាស
រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យពីព្រោះអង្គការសហប្រជាជាតិនិងមជ្ឈដ្ឋានអន្តរជាតិគេអត់ទទួលស្គាល់ខ្មែរក្រហមតែគេមិនអាចដកកម្ពុជាប្រជាធិបតេយ្យចេញពីអាសនៈទេហើយដោយម្ដេចប្រទេសកម្ពុជាពេលនោះទទួលការឈ្លានពានរបស់យួនដូច្នេះគេបង្កើតនៅអ្វីហៅថារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យហើយបើសិនណាជាហ៊ុនសែនមិនចរចាជាមួយទេហ៊ុនសែនអត់មានថ្ងៃនេះទេអត់មានទេវៀតណាមក៏ជាប់ផងនៅកម្ពុជាហើយវៀតណាមក៏ត្រូវទទួលដង្កៀបសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅពេលនោះចរចាជាមួយអ្នកណាមិនចរចាជាមួយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាអ្នកណាមិនគឺរបស់ដែលហ៊ុនសែនចាប់ក្បាលមីក្រូហ្វូននិយាយថាអង្គការសហជីវជាតិបានធ្វើកំហុសស្អីដូច្នេះការមូលបង្កាច់ឲ្យកូនខ្មែរយល់ច្រឡំនឹងហើយឲ្យមើលងាយថាអង្គការសហជីវជាតិមិនមែនជាកន្លែងល្អទេគឺជាកន្លែងដែលផ្ដល់ឲ្យនៅអយុត្តិធម៌ដល់ពេលសៀមវាយមូណូបរត់មកអង្គការសហជីវជាតិរត់មកធ្វើស្អីរហូតដល់មានកូនខ្មែរខ្លះមកសួរខ្ញុំហើយយើងគួរដកចេញពីអង្គការសហជីវជាតិទេបានខ្ញុំបញ្យល់វិញថាចៅអើយបើដកពីអង្គការសហជីវជាតិកម្ពុជាងាប់បាត់គេវាយហែកប្រទេសខ្ទេចបាត់ហើយដោយសារតែមានអង្គការសហប្រជាជាតិដោយសារតែមានកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដោយសារតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីបានកម្ពុជាវាអត់คล้ายទៅជាអាណាខេត្តយួនកុំអីកម្ពុជាវាคล้ายទៅជាចំណែកមួយនៃសហព័ន្ធឥណ្ឌូចិនតាំងពីយូរយារណាស់មកហើយបើសិនណាជាយើងដកសមាជិកភាពយើងចេញពីអង្គការសហជីវជាតិហ្នឹងគេហែកប្រទេសយើងខ្ទេចគ្មានសល់ទេពីព្រោះវាគ្មានអ្នកណាមកអន្តរាគមន៍ទេប៉ុន្តែហ៊ុនសែននិយាយយកត្រូវរៀងខ្លួនទាំងអស់នៅពេលខ្លួនឯងជាខ្មែរក្រហមហើយនិយាយចោទថាអង្គការសហជីវជាតិហ្នឹងទទួលស្គាល់នៅអាសនៈខ្មែរក្រហមគឺជាកំហុសនេះហើយដែលជាភាពពាន់ជើងបាបកម្មដល់ត្រើយសើគូតបានជាកូនខ្មែរសប្ងៃនេះគឺដល់ត្រើយសើគូតរត់មកពឹងអាមេរិកពឹងមិនបានរត់ទៅហត់សុបស៊ីជន់រត់ចុះរត់ឡើងដោយសារអីសើគូតឥឡូវមានរបៀបមួយទៀតគេហៅថាឆ្មាសឆ្មាខ្មៅឲ្យតែចាប់កណ្ដុលបានព្រមទាំងអស់គេវាយមូណូបដល់គេវាយមូណូបឥឡូវកូនខ្មែរចេះនិយាយរឿងមួយពីដើមស៊ីហាំប៊ឺហ្គឺអត់ឆ្ងាញ់ក៏វត្តចោលហត់សុបស៊ីជន់ដល់ហប់ស៊ីជន់ទេហលពេកនៅរត់មកស៊ីពីសារត់ចុះរត់ឡើងដោយស្ដេចមិញម៉ាងសរសេរនៅក្នុងលិខិតរបស់គាត់ទៅកាន់សេនាប្រមុខទ្រឿងមិញយ៉ាងនៅយ៉ាដេងដូចបេះបិទសតវត្សទី18អាហ្នឹងចឹងដោយសារអីដោយសារមេដឹកនាំហ្នឹងចេះតែមូលបង្កាច់ហើយលើកតម្កើងខ្លួនឯងតែខ្លួនឯងជាអ្នកឲ្យសន្តិភាពខ្លួនឯងនេះជាអ្នកឲ្យជីវិតអីចឹងទៅមិនព្រមគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនមិនព្រមគោរពច្បាប់អន្តរជាតិអាហ្នឹងវាអញ្ចឹងដូច្នេះហើយដល់គេវាយប៉ោងខោបានដឹងថាស្អីទៅច្បាប់អន្តរជាតិខ្ញុំមិនបានរិះគន់លោកហ៊ុនម៉ាណែតទេលោកហ៊ុនម៉ាណែតគឺជាទំពាំងស្នងឫស្សីអ្វីដែលសរសេរនៅក្នុងសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតខ្ញុំមិនមែនរិះគន់លោកទេគេសរសេរសារនឹងឲ្យលោកទេណាគឺស្អីក៏ដោយសិទ្ធិកម្ពុជានឹងធ្វើត្រឹមត្រូវហើយបើធ្វើត្រឹមត្រូវនោះវាមិនមែនមានបញ្ហាទេសៀមអត់បានឆ្លៀនពៀនទេតែយើងព្រមជាមួយយួនណានារីម្នាក់ដែលសុកចិត្តឡើងគ្រាជាមួយវៀតណាមហើយមិនរៀបការត្រឹមត្រូវបុរសដតីគេមើលងាយអញ្ចឹងគេចង់ខ្សែកាមជាមួយសៀមឃើញយួនធ្វើបានសៀមចង់ធ្វើដូចយួនអញ្ចឹងបើយើងធ្វើត្រឹមត្រូវវាអត់មានអាណាហេមលោភយើងទេប៉ុន្តែយើងព្រមជាមួយយួនទាំងអស់ដល់យើងមកក្អេងក្អាងដាក់សៀមវាវាយផុងកុំច្រឡំណាអ្នកមិនអាចលក់ខ្លួនឲ្យយួនហើយអ្នកមិនអាចមកធ្វើរឹកថាខ្លួនខ្លាំងជាមួយសៀមវាវាយ
រោះសៀមបរោះយួនវាមើលឃើញយើងលក់ខ្លួនឲ្យយួនវាចង់ដេកជាមួយយើងបើយើងមិនលក់ខ្លួនឲ្យយួនទេវាអត់ហ៊ានមើលងាយយើងទេទោះបីយើងក្បត់ចំោះក៏ដោយក៏វាអត់ហ៊ានប៉ះយើងដែរព្រោះយើងជាស្ត្រីមួយដែលមានភាពសមរម្យគឺជាប្រទេសមួយដែលគោរពច្បាប់ប៉ុន្តែយើងឲ្យយួនច្រើនហួសសៀមវាទេថាទេឲ្យយួនចង់បានដែរដល់យើងលោឡាអង្អាត់វាវាយយើងទទួលស្គាល់ការពិតបើយើងជាមនុស្សម្នាក់បរិសុទ្ធហើយយើងមិនទៅលក់ខ្លួនឲ្យអ្នកដទៃទៀតមិនហ៊ានមើលងាយយើងទេប្រៀបបាននឹងខ្ញុំគេចោទថាលួចប្រពន្ធគេវាអត់មានអ្នកណាហ៊ានមើលងាយខ្ញុំទេនៅនឹងមុខខ្ញុំប្រាប់ភ្លាមខ្ញុំអត់ឆ្លោះទេតែខ្ញុំរៀបការត្រឹមត្រូវពាក្យចចាមអារាមអស់នោះមិនពិតខ្ញុំរៀបការត្រឹមត្រូវបើសិនជាបរិសុទ្ធអ្នកណាមួយនៅតែចេះថាឯងលួចពន្ធគេខ្ញុំថាអញ្ចឹងទៅបំភ្លឺនៅតុលាការខ្ញុំអត់ចង់មានបញ្ហាជាមួយអ្នកទេតែបើអ្នកចោទខ្ញុំសូមឲ្យអ្នកទៅបំភ្លឺនៅតុលាការក្នុងគោលការណ៍មួយបើតុលាការគេបានប្រាប់អ្នកថារឿងនេះជារឿងឯកជនភាពអ្នកមិនត្រូវប៉ះពាល់ដល់គេអ្នកជប់បើអ្នកល្មើសនឹងដីកាតុលាការអាហ្នឹងថ្ងៃក្រោយទៅវាមាន civil litigation ដែលអ្នកត្រូវបង់នៅសំណងការខូចខាតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលដទៃខ្ញុំមានតែឆ្លោះហាច់ហួរជេររាយគេណាអ្នកណាគេចោទខ្ញុំថាលួចប្រពន្ធគេហ្នឹងខ្ញុំអត់មានឆ្លោះទេខ្ញុំអត់ឆ្លោះទេមិនបានខ្ញុំអត់ឆ្លោះព្រោះខ្ញុំគោរពច្បាប់ហើយចុះប្រទេសមួយបើយើងធ្វើត្រឹមត្រូវជាមួយវៀតណាមសៀមក៏វាមិនហ៊ានដែរប៉ុន្តែយើងទៅលក់ខ្លួនយើងឲ្យវៀតណាមសៀមវាទេដែរវាថាឡើងក្រែជាមួយអញអញមិនឡើងទេអញជាមនុស្សថ្លៃថ្នូរវាថាថ្ងៃមុនឡើងជាមួយយួនឡើងជាមួយលួនឡើងអង្គើក្រែឬសូត្រតែភ្លឹបផ្លាប់ចាញ់មកវិញចងពងសរងអញមិនដែលធ្វើអញ្ចឹងទេអញឯករាជ្យអញមនុស្សបរិសុទ្ធតែបរិសុទ្ធអីព្រមវាយនេះគឺជារបស់ស្រួលយល់ជាទីបំផុតកម្ពុជាត្រូវរស់នៅក្នុងច្បាប់អន្តរជាតិហើយដើម្បីឲ្យមេដឹកនាំកម្ពុជារស់នៅបានល្អជាមួយច្បាប់អន្តរជាតិគឺមេដឹកនាំកម្ពុជាត្រូវគោរពរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនបើមិនគោរពរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនទេថ្ងៃក្រោយមានបញ្ហាទៀតហើយនៅពេលគោរពរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនគឺគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរហើយកុំមូលបង្កាច់ថាជាពលរដ្ឋកម្ពុជាវាអត់មានពីព្រោះរដ្ឋធម្មនុញ្ញអត់មាននិយាយពីពលរដ្ឋកម្ពុជាទេអាហ្នឹងអញ្ចឹងអាហ្នឹងវាជាលក្ខណៈអញ្ចឹងត្រឡប់មកវិញបងប្អូនណាកម្ពុជាត្រូវការរស់នៅក្នុងសហគមន៍អន្តរជាតិហើយមេដឹកនាំត្រូវគោរពរដ្ឋធម្មនុញ្ញហើយនៅពេលគោរពរដ្ឋធម្មនុញ្ញរដ្ឋាភិបាលត្រូវគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរហើយនៅពេលគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរអនុវត្តច្បាប់សណ្ដាប់ធ្នាប់សង្គមឈប់ចាប់ចងឈប់ធ្វើបាបប្រជាជនឈប់គំរាមកំហែងហើយឈប់ប្រឌិតនៅប្រវត្តិសាស្ត្រដែលខ្លួនអត់មានបានធ្វើសង្គ្រាមដែលទៅកើតឡើងនេះមានការលំបាកចំពោះប្រទេសកម្ពុជាប៉ុន្តែយើងត្រូវនាំគ្នាស្វែងរកសន្តិភាពមិនមែនហ៊ុនសែនរកសន្តិភាពឲ្យយើងទេមិនមែនហ៊ុនម៉ាណែតរកសន្តិភាពឲ្យយើងទេហើយពាក្យថាសេចក្តីជឿជាក់មិនបាច់ចាំបាច់ប្រកាសប្រាប់ថាសូមជឿជាក់ទេមិនបាច់ទេធ្វើការទៅឲ្យតែធ្វើការទៅវាចាញ់លទ្ធផលប្រជាពលរដ្ឋខ្មែរជឿជាក់ហើយតែពិតឬមិនពិតកុំចាំបាច់ស្រែកជេរយោកុំចាំបាច់ថាជឿជាក់ឲ្យតែធ្វើការទៅចាញ់លទ្ធផលខុសឆ្គងក៏ប្រជាពលរដ្ឋខ្មែរទទួលដឹងដែរមិនចេះតែបន្ទោសទេដូច្នេះមិនចាំបាច់និយាយដដែលឲ្យជឿជាក់ទេណាគឺត្រូវធ្វើកិច្ចការដ៏ត្រឹមត្រូវទៅអានឹងជាចំណុចដែលគួរណាស់ចាប់អារម្មណ៍ណាឥឡូវនេះលោកហ៊ុនម៉ាណែតបាននិយាយថាក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ដើម្បីបញ្ចប់ការប្រជុំគ្នាដោយអាវុធត្រឹមត្រូវខ្ញុំគាំទ្រលោកហ៊ុនម៉ាណែត
នឹងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែនតាមយន្តការបច្ចេកទេសក្របខ័ណ្ឌច្បាប់ដែលមានជាធរមានគ្រប់គ្រងលោកហ៊ុនម៉ាណែតឃើញទេគឺខ្ញុំគ្រប់គ្រងទេមិនបាច់ប្រាប់ខ្ញុំឲ្យទុកចិត្តហ៊ុនម៉ាណែតទេគ្រប់គ្រងក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុតកម្ពុជានិងថៃបានឯកភាពអនុវត្តឈប់បាញ់ភ្លាមនៅនឹងទីកន្លែងណាដែលបានចូលជាធរមានរីករាយដែលបានឈប់បាញ់រីករាយជាមួយរដ្ឋាភិបាលដែលបានឈប់បាញ់ការជ្រើសរើសអនុវត្តឈប់បាញ់មិនមែនមានន័យថាកម្ពុជាចោះចាញ់ឬសក់ចិត្តយកបូរណភាពដែនទឹកដីទៅដូរយកសន្តិភាពហើយរឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពាររបស់ខ្លួននោះទេគ្រប់គ្រងសម្ដីនេះគ្រប់គ្រងថាការឈប់បាញ់មិនមែនមានន័យថាចោះចាញ់ទេគ្រប់គ្រងទោះបីដឹងថាវាចាញ់ព្រៀបមែនប៉ុន្តែយើងអត់បានចាញ់សង្គ្រាមទេកម្ពុជាមិនបានចាញ់សង្គ្រាមទេកម្ពុជាចាញ់ព្រៀបអញ្ចឹងអាចចាញ់ព្រៀបហើយចាញ់សង្គ្រាមវាមានលក្ខណៈខុសគ្នាដូច្នេះហើយការឈប់បាញ់មិនមែនមានន័យថាកម្ពុជាចាញ់សង្គ្រាមទេសម្ដីនេះគឺពិតប្រាកដអញ្ចឹងខ្ញុំទទួលស្គាល់អូខេហើយក៏កម្ពុជាមិនមែនបោះបង់ចោលនៅសិទ្ធិការពារខ្លួនដែរគឺពិតប្រាកដកម្ពុជានៅការពារខ្លួនអានឹងអញ្ចឹងផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចចិត្តប្រកាន់យកមាគ៌ាសន្តិភាពនិងរំកិលអាយុជីវិតអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធនិងការលំបាកយ៉ាងណាក៏ដោយទទួលស្គាល់មិនបន្ទោសទេពីព្រោះអីពីព្រោះគ្រប់គ្រងរដ្ឋាភិបាលទទួលស្គាល់ណាទោះបីយើងនៅអាចបន្តបានក្នុងការប្រយុទ្ធគ្នាក្នុងនាមជាប្រទេសតូចយើងនៅតែមិនមានចំណេញអ្វីសោះត្រូវហើយយើងខាតប្រទេសតូចខ្សោយជាងគេយើងវាយយើងខាតធំត្រូវហើយអត់និយាយថាចាញ់ទេពីព្រោះយើងមិនព្រមប្រកាសថាយើងចាញ់សង្គ្រាមទេយើងការពារខ្លួនត្រឹមត្រូវពេលនេះណាពលរដ្ឋភាសឹកកំពុងរងចាំណាត្រង់ហ្នឹងក្រណរដ្ឋាភិបាលផ្លេចរឿងមួយផ្លេចថាអត់មានអ្នកណាជួយជនភាសឹកទេកាកបាទក្រហមក៏មើលមិនសូវឃើញសង្គមកិច្ចក៏មើលមិនឃើញរដ្ឋបាលសាធារណៈនិងសេវាកម្មសាធារណៈក៏មើលមិនឃើញឃើញតែសប្បុរសជនហើយនៅក្នុងសកម្មភាពរបស់សប្បុរសជនជួយជនភាសឹកមានមនុស្សដែលឆ្លើដែលកេងប្រវ័ញ្ចលើមនុស្សធម៌ដែលរដ្ឋាភិបាលត្រូវកំចាត់ពួកនឹងដោយការប្រមានឬក៏ចាប់យកមកណែនាំអត់មានទេណាមនុស្សបោកប្រាស់យកមនុស្សសញ្ចេតនាមនុស្សធម៌បោកប្រាស់ជំនួយអត់ទៅដល់ជនរងគ្រោះអត់ទៅដល់ជនភាសឹកអត់ទៅដល់យុទ្ធជនជួរមុខត្រង់នេះគឺត្រូវតែរដ្ឋាភិបាលទទួលដឹងឮហើយយកចិត្តទុកដាក់ត្រង់នេះណាការពិតការឈប់បាញ់ភ្លាមនៅនឹងកន្លែងមានន័យថាកងកម្លាំងទាំងសងខាងអនុវត្តការឈប់បាញ់នេះឲ្យសាកម្លាំងយល់ត្រង់ហ្នឹងយល់មិនទាន់មានធ្វើអីកើតទេយល់មិនបន្ទោសទេមិនចេះតែចោទប្រកាន់ទេគ្រប់គ្រងឲ្យរកការឈប់បាញ់ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់គ្រងនៅក្នុងសាររបស់លោកហ៊ុនម៉ាណែតខ្ញុំមិនដឹងថាលោកហ៊ុនម៉ាណែតអានសារនឹងប្រមាណដងហើយអ្នកសរសេរឲ្យលោកហ៊ុនម៉ាណែតនឹងអានឲ្យលោកហ៊ុនម៉ាណែតស្ដាប់ប្រមាណដងធម្មតាមេដឹកនាំខ្មែរសរសេរអីក៏មិនសូវយកចិត្តទុកដាក់នឹងសម្ដីរបស់ខ្លួនដែរឲ្យតែគេលុញពងមេដឹកនាំខ្មែរឲ្យអ្នកសរសេរសាររដ្ឋលិខិតនឹងធ្វើម៉េចឲ្យអានឲ្យស្ដាប់ទៅមើលទៅឃើញរឿងគាត់បាហើយនឹងលុញពងព្រមហើយដូច្នេះខ្លឹមសារនៃពាក្យសម្ដីរបស់មេដឹកនាំជួនកាលអត់សូវមានន័យអីទេណាអត់សូវមានន័យអីទេហើយមេដឹកនាំក៏មិនសូវអានសារខ្លួនឯងដែរពីព្រោះអីពីព្រោះមេដឹកនាំវាឡើងដល់ឋានៈជោពេកមេដឹកនាំគួរយកចិត្តទុកដាក់អំពីសារខ្លួនខ្ញុំមិនហ៊ានចោទប្រកាន់ថាហ៊ុនម៉ាណែតអត់អានសារខ្លួនឯងទេប៉ុន្តែខ្ញុំគ្រាន់តែនិយាយថាជាធម្មតាមេដឹកនាំខ្មែរលើកលែងតែសេនុចេញសេនុគាត់រឿងប៉ារ៉ូលរបស់គាត់អានណាពីព្រោះគាត់ចង់ឲ្យប៉ារ៉ូលរបស់គាត់ហ្នឹងវាត្រឹមត្រូវនៅអ្វីដែលគាត់ចង់បញ្ចេញទៅឲ្យអន្តរជាតិចំណែកហ៊ុនសែនគាត់មានទម្លាប់មួយឲ្យតលុញពងគាត់ឯងទៅសេទៅស្ដាប់ប្រុសអញឲ្យឯងចាញ់ហើយត្រង់នេះ
ជាការយកចិត្តទុកដាក់របស់មេដឹកនាំសម្ដីរបស់មេដឹកនាំសាររបស់មេដឹកនាំសប្តាហ៍ថ្ងៃនេះណានៅពេលដែលមេដឹកនាំនិយាយមេដឹកនាំដឹងច្បាស់ថាគេអត់បាន transcribe សាររបស់គាត់ទេដូច្នេះហើយគាត់និយាយឲ្យតែគេទះដៃចំណែកសាររបស់គាត់ជាអក្សរជួនកាលវាយខុសក៏មានដែរហើយមេដឹកនាំអត់ដែលបានអានសារខ្លួនឯងទេមិនបានដឹងថាអត់បានអានសារខ្លួនឯងពីព្រោះពាក្យសម្ដីវាអត់សមនិយាយអញ្ចឹងក៏និយាយដែរណាជួនកាលសារខ្លួនឯងនឹងបញ្ច្រាស់ក៏មានដែរអាខ្លឹមសារនៅក្នុង paraphrase ទី1ទី2ទី3សម្រាប់ទី4ទៅតឹងគ្នាក៏មានដែរបានសេចក្តីថាម៉េចបានសេចក្តីថាសតិប្បដ្ឋាននៃការយល់ដឹងនឹងការយកចិត្តទុកដាក់មិនសូវទេពីព្រោះជឿថាបោករះបានប្រជាជនខ្មែរចេះតែជឿត្រង់ហ្នឹងហើយដែលធ្វើឲ្យអ្នកដឹកនាំហ្នឹងចេះតែឧទាហរណ៍ដូចនៅអាមេរិកចឹងប្រធានាធិបតីនិយាយកាលណាប្រធានាធិបតីនិយាយភូតច្រើនណាប្រធានាធិបតីអត់បានចាប់អារម្មណ៍ថានៅពេលដែលគាត់ថ្លែងសារទៅមនុស្សប្រមាណលានអ្នកមើលគាត់ទេណាដូច្នេះហើយកាលណាគាត់អត់យកចិត្តទុកដាក់ពីចំនួនមនុស្សមើលគាត់ណាគាត់ចេះតែនិយាយភូតទៅណាมันឆាតែនៅស្រុកខ្មែរសូម្បីតែនៅស្រុកអាមេរិកហ្នឹងក៏អ្នកដឹកនាំណាដែលនិយាយភូតច្រើនអត់សូវមានអ្នកមើលទេហើយនៅប្រទេសកម្ពុជាប្រជាជនខ្មែរដោយសារអត់និយមអានសារអត់អានទេហើយបើស្ដាប់អត់មាន transcribe ទេគឺសារដែលចាប់ក្បាល microphone អត់មានវាចេញជាអក្សរក្រោយពីបញ្ចប់សារដូច្នេះសារនឹងហើយជាដែលធ្វើឲ្យប្រជាជននឹងអត់សូវយល់អំពីជោគវាសនារបស់ប្រទេសខ្លួនអាត្រង់ហ្នឹងទោះបីយ៉ាងណាសាររបស់លោកហ៊ុនម៉ាណែតដែលបានចុះផ្សាយនៅក្នុងទំព័រ Facebook របស់គាត់ហ្នឹងណា12ម៉ោងមុននេះគឺជាសាររំលឹកទិវាសន្តិភាពមែនប៉ុន្តែលោកហ៊ុនម៉ាណែតទទួលស្គាល់ថាមានការលំបាកមានទទួលស្គាល់ថារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតកំពុងជួបការលំបាកទទួលស្គាល់ការទទួលស្គាល់នេះទោះបីលោកហ៊ុនម៉ាណែតអានសារនឹងខ្លួនឯងឬក៏កែសារនឹងខ្លួនឯងឬយ៉ាងណាខ្ញុំអត់ដឹងទេប៉ុន្តែលោកហ៊ុនម៉ាណែតនិយាយត្រូវក្នុងសារនេះគឺកម្ពុជាជួបការលំបាកកម្ពុជាកំពុងតែជួបការលំបាកអាហ្នឹងអញ្ចឹងអត្ថបទនេះគឺនិយាយអំពីជំនួបនៅចិនចេញលទ្ធផលមកហើយលទ្ធផលនោះតូចតាចទេមិនទាន់មានអ្វីដែលខ្ញុំក៏លេចមើលទៅជាយន្តការទូតពិតប្រកបក្នុងការពង្រឹងការឈប់បាញ់ក្រោយ72ម៉ោងទេណាហើយខ្ញុំភ្ជាប់ជាមួយសារលោកហ៊ុនម៉ាណែតចង់ជម្រាបថាបងប្អូនក៏មិនបានអានសារហ្នឹងដែរខ្ញុំជឿថាក្នុងខ្មែរ1000អ្នកដែលយកចិត្តទុកដាក់អានសារហ្នឹងយ៉ាងច្រើនមានម្នាក់ពេលព្រោះខ្មែរមានចូលចិត្តអានអីខ្ញុំឃើញកូនខ្មែរជេរសភៅណាដូច្នេះខ្ញុំដឹងថានៅក្នុងសម័យកាលនេះគឺมันចូលចិត្តទេតែខ្ញុំលើកយកមកនិយាយនេះទុកជាចំណុចមួយបាទទុកជាចំណុចមួយថាខ្ញុំមិនមែនចេះតែរិះគន់រដ្ឋាភិបាលទេអ្វីដែលលោកហ៊ុនម៉ាណែតទទួលស្គាល់ថាជាការលំបាកគឺជារឿងពិតហើយខ្ញុំចង់ឲ្យលោកហ៊ុនម៉ាណែតទទួលបាននៅអំណាចក្នុងការចាត់ចែងរដ្ឋាភិបាលដែលគ្មានឪពុកគាត់លោកហ៊ុនសែនលោកដៃខ្ញុំសង្ឃឹមថាលោកហ៊ុនម៉ាណែតនឹងអាចដោះស្រាយបញ្ហាបានច្រើនជាងមុននៅពេលដែលគាត់មានសិទ្ធិអំណាចធ្វើការងារហើយខ្ញុំមិនចង់ឲ្យលោកហ៊ុនម៉ាណែតដើរតាមកន្លងជើងរបស់ឪពុកគាត់ទេពីព្រោះអីឪពុកគាត់វាហួសសម័យហើយណាវាហួសសម័យហើយចង់ជំរាបលោកហ៊ុនសែនផងថាលោកហ៊ុនសែនហួសសម័យហើយបើសិនណាជាមិនព្រមទម្លាក់ដាវចុះទៅផឹកតែទេអ្វីដែលលោកហ៊ុនសែនធ្វើនឹងបំផ្លាញលោកហ៊ុនម៉ាណែតបើលោកហ៊ុនសែនចង់ឲ្យកូនប្រុសគាត់បានជោគជ័យត្រូវប្រគល់អំណាចដោយអត់លូកដៃទៅឲ្យលោកហ៊ុនម៉ាណែតបើលោកហ៊ុនសែនស្រឡាញ់កូនគាត់ត្រូវប្រគល់អំណាចដោយមិនលូកដៃទៅឲ្យលោកហ៊ុនម៉ាណែតធ្វើការ
ហើយត្រូវទទួលស្គាល់តាមច្បាប់រដ្ឋធម្មនុញ្ញថាប្រធានព្រឹទ្ធសភា